ជាដំបូងខ្ញុំបាទនេត្រាសូមគោរពនិងជម្រាបសួរបងប្អូនប្រុសស្រីដែលកំពុងតែស្ដាប់នៅវីដេអូមួយនេះហើយវីដេអូនេះដែលខ្ញុំធ្វើឡើងគឺជាការសម្រានិងនិទានប្រភេទសាច់រឿងអមនុស្សហើយក៏ជាការ record បញ្ចេញជាសំឡេងជាវីដេអូដំបូងវាគឺជាវីដេអូអេពីសូតទី1វាអាចប្លែកអារម្មណ៍សម្រាប់ប្រិយមិត្តខ្លះហើយសម្រាប់ប្រិយមិត្តខ្លះទៀតគឺគាត់ចូលចិត្តស្ដាប់ប្រភេទសាច់រឿងអមនុស្សដើម្បីបំពេអារម្មណ៍របស់ពួកគាត់ខ្ញុំសូមទោសទុកជាមុនបើការនិយាយនៃសាច់រឿងរបស់ខ្ញុំហ្នឹងវាមានកំហុសខុសឆ្គងត្រង់ចំណុចណាឬក៏ត្រង់ប្រការណាមួយសង្ឃឹមថាបងប្អូនគ្រប់រូបដែលបានស្ដាប់ហ្នឹងមានការអធ្យាស្រ័យដល់ខ្ញុំផងដែរឥឡូវយើងកុំអោយថាខាតពេលយូរតោះយើងចូលសាច់រឿងរបស់យើងហ្នឹងថាសាច់រឿងហ្នឹងគឺវាបែបណារឿងមួយនេះខ្ញុំបានឮលោកពូម្នាក់បាននិយាយឲ្យខ្ញុំស្ដាប់កាលពីអំឡុងខ្ញុំនៅក្មេងហើយខ្ញុំបានចាំសាច់រឿងត្រួសដើម្បីយកមកចែកជូនដល់បងប្អូនបានស្ដាប់រឿងរ៉ាវមួយនេះគឺមានលោកពូហ្នឹងគាត់នៅភូមិជាមួយខ្ញុំគឺបានកាត់ឡើងទៅលើគាត់នៅក្នុងអំឡុងឆ្នាំ2002អំឡុងឆ្នាំ2002ហ្នឹងគឺគាត់មានវ័យប្រហែលជា20ឆ្នាំជាងទៅ30ឆ្នាំប៉ុណ្ណោះហើយគាត់និយាយឲ្យខ្ញុំស្ដាប់ហ្នឹងក្នុងអំឡុងឆ្នាំ2009 2010ចឹងខ្ញុំក៏ភ្លេចឆ្នាំទៀតលោកពូគាត់ជាអ្នកខេត្តកំពង់ស្ពឺហើយរឿងរ៉ាវរបស់គាត់នេះគឺកើតឡើងទៅលើគាត់នេះជាលើកដំបូងផងដែរកើតឡើងទៅលើគាត់ជាលើកដំបូងរឿងដែលគាត់ចងចាំមិនដែលភ្លេចសូម្បីតែបន្តិចគឺគាត់បានយកមកចែករំលែកនិយាយឲ្យខ្ញុំស្ដាប់ហ្នឹងសូម្បីតែខ្ញុំអង្គុយស្ដាប់គាត់ក៏ព្រឺសម្បល់ដែររឿងរ៉ាវរបស់គាត់ហ្នឹងគឺកើតឡើងអំឡុងពេលដែលគាត់ហ្នឹងទៅធ្វើចំការពីព្រោះអីអំឡុងឆ្នាំនោះគឺគាត់ប្រកបមុខរបរជាកសិករទេគាត់ប្រកបមុខរបរជាកសិករគឺការដាំដុះមានដាំអំពៅដាំពោតដាំសណ្តែកអីជាដើមគឺគាត់ជាអ្នកប្រកបមុខរបរកសិករជាមួយគ្រួសាររបស់គាត់ហ្នឹងហើយគាត់មានកូនចំនួន2នាក់នៅក្នុងសម័យកាលមួយនៅក្នុងថ្ងៃមួយហ្នឹងគឺគាត់បានទៅចំការហ្នឹងម្នាក់ឯងគឺបរទេសហើយការបរទេសរបស់គាត់ចេញពីផ្ទះទៅដល់ចំការរបស់គាត់ហ្នឹងគឺវាឆ្ងាយគួរសមដែរបើប្រៀបធៀបដីទៅប្រហែលជា3គីឡូទៅ4គីឡូហើយផ្លូវវាមិនមែនស្រួលដូចផ្លូវបច្ចុប្បន្នទេកាលពីមុនហ្នឹងគឺផ្លូវវាមានអាលុកអាលាក់ចឹងទៅហើយផ្លូវវាប្រភេទជាផ្លូវរទេះគោវាមានកលុកមានអីការធ្វើដំណើរហ្នឹងគឺពិបាកសម្រាប់ការធ្វើដំណើរលឿនគឺគាត់បានបរទេសហ្នឹងចេញពីផ្ទះហ្នឹងម៉ោង6ព្រឹកចេញពីផ្ទះម៉ោង6ព្រឹកហ្នឹងគឺប្រពន្ធនិងកូនរបស់គាត់មិនទៅជាមួយដែរគឺប្រពន្ធរបស់គាត់និងកូនរបស់គាត់ហ្នឹងមិនបានទៅជាមួយទេគាត់ទៅតែម្នាក់ឯងគឺការបរទេសហ្នឹងគាត់បរទេសតាំងពីម៉ោង6រហូតជិតម៉ោង7បានទៅជិតដល់ចំការរបស់គាត់ហ្នឹងគាត់ស្រាប់តែគោរបស់គាត់ហ្នឹងមិនដើរទៅមុខព្រឹកម៉ោង7ព្រឹកបងប្អូនមិនមែនម៉ោង7យប់ទេគឺគាត់ចេញពីផ្ទះរបស់គាត់ហ្នឹងម៉ោង6ព្រឹកទម្រាំតែបរទៅដល់ចំការរបស់គាត់ហ្នឹងគឺម៉ោង7ព្រឹកបាត់ហើយគឺគាត់បរទេសហ្នឹងចេញពីផ្ទះរបស់គាត់ហ្នឹងម៉ោង6ព្រឹកទម្រាំទៅដល់ចំការហ្នឹងគឺម៉ោង7គាត់ស្រាប់តែបរទេសហ្នឹងជិតដល់ចំការរបស់គាត់ហ្នឹងគោលេងដើរទៅមុខហើយគាត់ចេះតែឆ្ងល់ថាមិនក៏គោបរលេងដើរទៅមុខគាត់ក៏ចុះទៅមើលជុំវិញព្រៃទៅមើលមុខរទេះអីហ្នឹងគឺគាត់មិនឃើញអីទេគាត់ក៏ឡើងរទេះហ្នឹងបរទៅទៀតហើយគោហ្នឹងគាត់ខំប្រឹងដេញយ៉ាងណាគោមិនដើរទៅមុខសោះហើយតាំងដែលជិតដល់ចំការរបស់គាត់ខ្ទង់ប្រហែលជា30ម៉ែត្រតែគោរបស់គាត់មិនដើរទៅមុខគាត់ចេះតែឆ្ងល់គាត់ចេះតែយកដបងមួយដែលវាយព្រៃវាយអីគីឡូវាមានសត្វអីចឹងណាគាត់ចេះតែដើររងមើលជុំវិញបរិវេណនេះគឺមិនឃើញអីទេស្រាប់តែគាត់ដើរទៅដល់ក្រោមដើមស្វាយដែលនៅចិញ្ចើមផ្លូវដែលព្រៃដុះទប់គ្រប់ស្វាយហ្នឹងដើមស្វាយហ្នឹងកាលដែលខ្ញុំនៅក្មេងក៏ធ្លាប់ឃើញដែរវាប្រហែលជាទៅ4អបមនុស្សអាចទៅអប4នាក់ទៅជុំវាប្រភេទស្វាយព្រៃប្រភេទស្វាយព្រៃហើយមានទុំមានអីក៏គ្មាននរណាគេទៅបាត់ដែរ
này có sắp tới đợt từ đó đâm phai nấy có nghĩa từ lơ khơi mình cầm bùng khơi bờ rọ mình nhé cầm bùng để cho con bờ rọ để cho con nó có mơ tôi nó hát bay đôi chia cầm bùng ta sầm lăng rồi còn ta đẹp nên nó liên thế lệ hay ăn đạn nó liên trên một cao trongประวัติปีจังอ่างให้สำหรับได้สอบได้สเพียบสอบนั่นคือมือเล่นเยอะเลยบอกผมมันได้จะจ่อคอตั้งปีไงนู้นหรือก่อนสั่งไหมไปโปรไอ้บีมินกาฮาไหมบัดตามได้กอดในใจมองโบราณมันนั้นมันแม่นพุ่งชิมวยขี้เนี่ยมันแม่นพุ่งชิมวยขี้เนี่ยแต่คือจีน่ะพุ่งเสงบัดตามมือสำลีของแปะบอกกอดนั้นคือขวาเอาบอกกอดเป็นการดัดหายอาจีมันได้ก่อนจะรักหรือก็จีมนุดดาจะจัดหกสายผู้เป็นไปโปรไอ้จุนนอนมนุษย์ได้มีนไว้ประหารจีมาภัยเชียงไอ้นั้นมาภัยไอ้นั้นคือจะจัดหกสาสอบนั่นไงคือก้อนสำลังมือสับเพียบสอบนั่นคือทั่วไอ้ก้อนยอได้ยอเจอคล้ายเอาขนาดเลยคล้ายเอาขนาดรถมันจ้องรุ่ยบอกผมคล้ายเอาขนาดรถมันจ้องรุ่ยก้อนพิชิตเดินบอกกลอยหมู่วิ่งไอ้เดินสำลังเดินสำดังรถตับเตี้ยนั่นก้อนสำดังรถตับเตี้ยเราบอกก้อนนั้นดำใบตับประไม่พุ่มถ้าเมียนมนุษย์จ้องก้อนเดินไฟนั่นไอ้โกรธแต่เราบอกก้อนนั้นคือตุกจ้อนใบจำกาเป็นปรับตัดดอนเมพูมให้เมพูมบานนอมหนักพูมบาให้จีดอกไผ่แหนเมียนตังลุกอาจารย์ที่ดำใบตัดดอกสอบนั้นจงมากร้อมให้จงมาเถื่อนบอลตังไปไหนคือมันเนี่ยมันก็โบราณมันสักท่าโบราณมันเนี่ยจีนอะไรไอ้โมปินนะบางมาจองก้อนนั่นเงี้ยตัวมือหลุดผู้เพียบเงี้ยตัวมือหลุดผู้เพียบเลยก็ซับแต่บ้านเคยซับโบราณมันได้จองก้อนนั้นคือก็ได้กันลงพูนในเตียงมองผมก็มันเห็นแต่โยโก้หรือบอกก็ได้สู้อ้อยบองโอนหรือบอกก็แต่โยจินูไอ้บอลเต็มแต่ไว้ตุ่มรอบติดกอดบานบัดคลายคือระยะเปลือยจุดมือติดมือสับได้จุดมือสับได้ตุ่มรอบติดกอดบานตุ่มรอบติดกอดนั้นบัดคลายนกเป็ดได้กอดบานอารมณ์ระบอกกอดนั้นบานทูซาหนึ่งโมโดยดำเป็นคลาคลาจังกอดบานดอกบัวปนระบอกกอดมอจุกกาก็ไม่เห็นมอตาอายนกเป็ดได้กอดบอระเตะปีเปียระบอกกอดนั้นมอจุกกานั้นคือดิมอรอดดอกมองผมมวยด้วยตัวมองเปิดเปิดไปโปรไอ้ยังมันอายตัวไปไงบ้างแต่ยังฉับบานจุ่มรัสมาโปจุ่มรัสมาเปิลจุ่มรัสมาสันได้ไอ้นั้นคือไปเปิดไปเจ็บส่วนไปไงกระดาษบอยตุ่มรอนรอไปไงแต่ไปอายกระดาษพลังตราจะจางไงเตะหรือก็มองใบไอ้จังหรือก็มองปีเชียงไอ้ตัวกอดจุ่มรัสไอ้ทำมองมวยกอดสมราจังต่างจังกอดไอ้เป็นหยักมองไปเปิดวิธีเจ็บส่วนจังต่างส่วนจุ่มรัสมาวิธีเฟิร์มสอหอเล็กนั้นคือกอดโมปีน่ะปนระบอกกอดอะไรเห็นโมตาอาเนี่ยเพื่อได้กอดบอลแต่โกนั้นปีพิเตียหมดรอจำการระบอกก่อนจิตรอจำการโน้จุ่มเล็กดังไฟนั่นไงคือกอดอันลืมเหมือนนุ่งกบพลายไฟนั้นปรางนะร้อนสุดเลยกบเป็นแท้มันคืนเลยไอ้กอดก็มันจับอารมณ์ไอ้จานได้กอดได้ปลื้มสมบูรณ์ได้กอดมันจับอารมณ์กอดบานบอลแต่โจตะคงจำการไอ้เธอจำการระบอกก่อนระบอกดอกไอ้จำนายเป็นอย่างนี้มองบ้วนคือกอดอิบจอมแดกไปไงการได้มุนเปลมันตอนเป็นซอกจองก้อนมันตอนเป็นขโมยจองก้อนคือมองปรามเฉียงตัวมองผมมวยแต่กอดบอลเต็มแต่ระบอกก่อนไปปัจจัยเลือกนี้มองบ้วนคือกอดบันบอลเต็มนี้คือหมดแต่ระบอกก่อนไปโปรยอารมณ์กอดมันดอกจั่วนกคลายไอ้การเคยขโมยจองก้อนนี่ยังส่งมาจับบอลโอนชมลือเกณฑ์ใหญ่ด้วยนะเกทาbị bạo cáiมือน่ะขึ้นมาด้องคือไอ้ดอกจวบจะมือการจ้องจำนั้นไอ้มือชิวบุตรไอ้เรื่องก็บอกก็คือจังnàyก็ในใจทาขโมยเองก็ทลอบเขินกับเพจเจสมอลก็เอาถ่ายปัจจัยmộtเคยซับจองก็คือก็คลายดอกถนัดบ่ายคนเราจะเป็นมือติดนั้นตุ่มรอติดกอดบานอารมณ์ระบบกอดนั้นโมเป็นดุดดำประมวลสมาร์ทได้ประมวลอารมณ์ระบบกอดดุดดำไปเนี่ยคือวิจูดอกถักเหมือนกันปิดรู้อารมณ์ไอ้ในบ้านเคยนี่คือวิดอกจอบปิดแมงบางพวกไอ้เรื่องระบบระบบเพียบนี่คือกอดบ้านเคยไง
គាត់បានដកជាប់នៅក្នុងអំឡុងរយៈពេលមួយសប្តាហ៍គាត់បានមកធ្វើស្រែចម្ការប្រកបមុខរបររបស់គាត់វិញណាគឺគាត់ធ្វើហ្នឹងគឺតែងឮសំឡេងគេគប់ផ្លែស្វាយឬសំឡេងគេវាយព្រៃនៅក្បែរនោះហើយគាត់សួរទៅប្រពន្ធរបស់គាត់ថាឯងមានឮនរណាគេធ្វើអីនៅក្តាមស្វាយនោះអត់ប្រពន្ធគាត់ឆ្លើយថាឮអីសម្រាប់លោកពូភាពវិញគាត់និយាយថាតិចខ្មោចលងអាប្រពន្ធរបស់គាត់និយាយថាសម័យនេះមានខ្មោចណាស់ឯងមើលតែចំនួន7 9ឯងគាត់ចិត្តតែនិយាយជាមួយគ្នាសើចសប្បាយលេងចឹងតាម៉ោង 4គាត់ក៏រៀបចំផ្ទះវិញនេះថ្ងៃទី 1បងប្អូនចំណុចថ្ងៃទី 2ថ្ងៃទី 2គាត់បរទេសនេះមកដល់ចំណុចដើមស្វាយនេះទៀតគាត់ស្រាប់តែឮសំឡេងគប់ផ្លែស្វាយដល់ដែរហ្នឹងគាត់ក៏សួរទៅប្រពន្ធរបស់គាត់នៅលើប្រទេសថាឯងមិនសំឡេងឮនោះដែរចឹងឯងចង់ផ្សាយខ្មោចអាប៉ែកមើលចំកនឹងលងដែរប្រពន្ធគាត់ក៏និយាយថាមានខ្មោចណាលងទៀតបើតាអាចារ្យគេមកបក្រាបគេមកដោះហើយណាគាត់ក៏បរទេសចូលចំការរបស់គាត់នេះជាថ្ងៃទី 2បងប្អូននៅពេលដែលគាត់កំពុងតែឆ្ការព្រៃណាកំពុងតែឆ្ការព្រៃកំពុងតែចម្រាស់ស្មៅពួររបស់គាត់ហ្នឹងពីអ្នកប្រពន្ធរបស់គាត់ហ្នឹងគាត់ស្រាប់តែឃើញបរិសម្នាក់ដើរកាត់ចំការរបស់គាត់ខោអាវស្តៀងដែលគាត់ធ្លាប់បានឃើញខោអាវលក្ខណៈដូចគាត់ធ្លាប់បានឃើញថានរណាគេជាអ្នកស្លៀកពាក់ចឹងគាត់តែប្រហែលទេហើយគាត់ដើរផុតទៅបាត់ទៅប្រហែលជាខ្ទង់ម៉ោង 1 ឬម៉ោង 2ដែលគាត់កំពុងតែសម្រានលេងនៅក្រោមនៅក្នុងខ្ទមក្រោមដើមឈើមួយខ្ទមរបស់គាត់ណាគាត់ស្រាប់តែឮសំឡេងលោកពូម្នាក់នៅក្រៅលបងស្រែកសួរគាត់ថាលោកពូម្នាក់ហ្នឹងបើមើលតាមវ័យទៅប្រហែលជាប្អូនគាត់ទេតាមដែលគាត់និយាយប្រាប់មកស្រែកសួរគាត់ថាលបងមានពោដុតលបងខ្ញុំចង់សុំពី3ផ្លែទៅដុតហូបគាត់ស្រាប់តែឆ្លើយថាអូអណ្ដប់អើយពោតមិនតន់ដាក់ផ្លែទេមិនតន់ដាក់ក្របទេពីមានផ្លែប៉ុន្តែមិនតន់ដាក់ក្របគាត់ស្រាប់តែគាត់និយាយប៉ុណ្្នឹងហើយលោកពូគាត់ដើរទៅប្រយអត់មានសួរនាំមួយគាត់ទៀតហើយគាត់ក៏គិតក្នុងចិត្តថាយីអាប៉ែកនេះវិញមកសួរអីឡើងពីរោគពិសាដល់ពេលអេឆ្លើយទៅវិញអត់មានមកតបអីជាមួយម៉ាត់សោះហ្នឹងហើយនេះថ្ងៃទី 2បងប្អូនលុះរហូតដល់ម៉ោង 4គាត់ក៏រៀបចំបរទេសមកផ្ទះវិញគាត់ស្រាប់តែឮហ្នឹងសំទោសបងប្អូនមែននៅពេលដែលគាត់បរទេសចេញពីចំការរបស់គាត់មកដល់ចំណុចដើមស្វាយនឹងទៀតគាត់ស្រាប់តែឮសំឡេងបុរសម្នាក់ស្រែកសួរមកកាន់គាត់ថាលោកបងដាក់បងតើលោកបងមានកន្លែងជីទេខ្ញុំចង់សុំរទេះបងដោយសារផងដើម្បីធ្វើដំណើរទៅភូមិរបស់បងដែរហើយឮតែសំឡេងប៉ុន្តែមិនឃើញរូបហើយគាត់ក៏ឆ្ងល់ថាគាត់គិតក្នុងចិត្តថាយីអានេះអត់ខ្លាចខ្មោចលងទេអីកន្លែងនេះគឺមានខ្មោចចងកកាលពីមួយសប្តាហ៍មុននេះមួយអាទិត្យមុននេះគាត់ក៏ឆ្លើយទៅវិញថាអូមានតែអូនបើអូនចង់ជីក៏ឡើងមកជីមកបងឲ្យជីចឹងក៏ស្រាប់តែសំឡេងនឹងលែងលឺទៀតណាសំឡេងលែងលឺហើយគាត់ក៏ចិត្តតែចាំប្រហែលជាម៉ោង 5ម៉ោង 7:05ខ្ទង់អំឡុងម៉ោង 7:05គាត់ស្រាប់តែលឺសំឡេងនេះនិយាយមកកាន់គាត់ម្ដងទៀតថាបងអើយខ្ញុំចង់សុំឯសាផងខ្ញុំជីអត់ខ្ញុំបេះផ្លែស្វាយមួយពីរសិនណ៎ដល់ពេលចឹងគាត់ក៏នឹកចិត្តគិតថាយីអាប៉ែកនេះវិញសុំអញ2 ដងអញហៅហើយមិនមកឡើងជីទៀតឡើយមកសុំម្ដងទៀតគាត់ក៏ឆ្លើយទៅវិញថាឥឡូវមិនបាច់ទៅទេនៅចាំជាការឲ្យខ្ញុំចាំពេលដែលពោតនឹងដាក់គ្រាប់ពោតនឹងល្មមកាច់ចាំខ្ញុំឲ្យដក20ផ្លែហើយគាត់ស្រាប់តែលេងឮសំឡេងនឹងឆ្លើយតបមកកាន់គាត់ទៀតហើយគាត់ក៏បរទេសចេញទៅពីព្រោះអីចាំរៀងយូរដែរមិនឃើញគាត់ចេញគាត់បរទេសបណ្ដាអីបណ្ដាគាត់ស្រាប់តែនិយាយជាមួយប្រពន្ធរបស់គាត់ណាថាឯងគេតែសង្ស័យបើចំណុចដើមស្វាយហ្នឹងយើងឮពី3ថ្ងៃនេះតែខ្មោចលងយើងហើយប្រពន្ធរបស់គាត់ក៏តបថាឯងគិតច្រើនពេកអីទៅដឹងដល់ថ្នាក់ឃើញខ្មោចចង់កខ្លាចដល់ឡើយមកចិត្តតែថាខ្មោចលងហើយគាត់ក៏លែងមកគាត់ក៏បរទេសដល់ផ្ទះរបស់គាត់ចាប់ពីស្អែកឡើងមកទៀត
គាត់បរទេសមកដល់ចំណុចដើម file ហ្នឹងគឺលែងលឺសំឡេងគឺលែងលឺសំឡេងហើយនៅពេលដែលលែងលឺសំឡេងគាត់ក៏លែងមានអារម្មណ៍ថាភ័យខ្លាចលែងមានអារម្មណ៍ថាព្រឺសម្បល់គាត់ក៏និយាយជាមួយប្រពន្ធរបស់គាត់ទៀតថាយីសំឡេងនេះស្ងាត់អស់មិននិយាយទៅសំឡេងសាក់យំណាគាត់ប្រកបមុខរបររបស់គាត់ជាធម្មតារហូតទៅដល់ផ្លែពុតល្មមកាច់ណារហូតដល់ផ្លែពុតល្មមកាច់នេះគឺកាច់នៅក្នុងថ្ងៃទី1មួយបានមួយរយៈគាត់ក៏បរទេសដឹកពុតនឹងទៅផ្ទះរបស់គាត់វិញដើម្បីស្ងោរលក់ហើយក៏យកទៅលក់ខ្លះចឹងទៅលក់ទាំងឆៅលក់ទាំងឆ្អិនចឹងណាពីព្រោះអីយើងការចំនួនហ្នឹងយើងបានបកកសិករទេគាត់ក៏បានដឹកពុតទៅផ្ទះរបស់គាត់ហ្នឹងបានមួយរយៈហើយនៅខ្លះទៀតថ្ងៃទី2អាចថាជាថ្ងៃបង្ហាញរបស់គាត់កាច់ពុតគាត់បានមកកាច់ពុតម្ដងទៀតចេញពីម៉ោង6ព្រឹកណាមកកាច់ពុតរបស់គាត់អស់ពីចំការហើយគាត់ក៏ដឹកពុតនឹងចេញពីចំការមកវិញនៅពេលដែលដឹកពុតនឹងអូខ្ញុំសុំទោសនិយាយរំលងបន្តិចនៅពេលដែលថ្ងៃទី2កាច់ពុតហ្នឹងគឺគាត់កាច់រហូតដល់អស់ពីចំការហ្នឹងទម្លាប់ទៅអស់ពីចំការគឺម៉ោងប្រហែលជា5ជាងទៅ6ថ្ងៃក៏រៀបលិចហើយថ្ងៃក៏លិចដែរថ្ងៃក៏លិចប៉ុន្តែនៅអាចមកភ្លឺសម្រាប់ឲ្យយើងមើលឃើញផ្លូវធម្មតាម៉ោង6ហ្នឹងគាត់ចាប់តែបរទេសចេញពីចំការរបស់គាត់បានឃើញបុរសម្នាក់ឈរ3ខ្នងខ្ញុំគិតទៅណាគោគាត់ក៏រៀងផ្អើលដែរហើយខោអាវសម្លៀកបំពាក់របស់បុរសម្នាក់ហ្នឹងគឺគាត់ចិត្តតែសង្ស័យដូចធ្លាប់ឃើញណាដូចធ្លាប់ឃើញថាដូចជាបុរសម្នាក់មកសួររឿងពោតរបស់គាត់មកសំពោតរបស់គាត់កាលពីប្រហែលមួយរយៈមុនហើយក៏អាននឹងសម្លៀកបំពាក់គាត់សង្ស័យដូចជាបុរសម្នាក់ដែលចង់កនៅនឹងស្វែងស្រាប់តែគាត់បរទេសហើយជួបគាត់មកឈរបែកខ្នងនៅមុខប្រទេសហើយគាត់ក៏ស្រែកសួរថាពីណាគេណាស្រាប់តែបុរសម្នាក់នេះបានបែកមុខមករកគាត់បងប្អូនហើយភ្នែកឡើងក្រហមហើយលើកដៃជង្គង់មកកាន់គាត់សំបីតែខ្ញុំនិយាយក៏ព្រឺសម្បល់ដែរជង្គង់មកកាន់គាត់ហើយសាច់ដាក់គាត់ខ្លាំងៗថាឯណាពួករបស់ឯងហើយបាននិយាយថាឯងឲ្យអញចាំចំការពេលដែលពុតបានផ្លែហើយបានផលហើយឯងឲ្យអញដក20ផ្លែឯណាពុតរបស់ឯងស្រាប់តែប្រពន្ធរបស់គាត់នឹងលោកពូភាពគាត់បានលើកដៃសំពះអង្វរដល់បងប្អូនសំពះអង្វរថាកុំខឹងខ្ញុំអីខ្ញុំសុំទោសខ្ញុំមិនដឹងឥឡូវចាំស្អែកចាំខ្ញុំយកមកអោយស្រាប់តែបុរសម្នាក់នោះនិយាយទៀតថាបើដឹងល្អហើយកុំឲ្យភ្លេចពាក្យសន្យាស្អែកនេះយកពោតឲ្យស្ងោរឲ្យឆ្អិនយកមកសែនដល់អញនោះក្រោមដើមស្វាយហ្នឹងបើឯងមិនសែនឲ្យអញទេអញច្បាស់ជាទៅដល់អញច្បាស់ជាទៅរករឿងនេះដល់ផ្ទះអាចនឹងមានអ្នកផ្ទះរបស់ឯងស្លាប់ក៏មានដែរណាគេប្រុងកាច់បងប្អូនដល់ពេលហ្នឹងគាត់លើកដៃសំពះអង្វរហ្នឹងរហូតដល់ស្រមោលបុរសម្នាក់បាត់ម្ដងបន្តិចទឹកគោរបស់គាត់នេះដើរទៅមុខបន្តទម្រាំទៅដល់ផ្ទះបងប្អូនគាត់បែកញើសជោគហើយចំណុចពូភាពវិញនឹងលេចទឹកនោមដាក់ខោបងប្អូនលេចទឹកនោមដាក់ខោគាត់ភ័យខ្លាចខ្លាំងពេកហើយចំណុចប្រពន្ធរបស់គាត់នេះភ័យញ័រអស់ហើយនៅលើទេគាត់ភ័យខ្លាំងពុះអីហេតុការណ៍មួយនេះគាត់មិនធ្លាប់ជួបទេវាជាលើកទី1ហើយសម្រាប់គាត់បានមកដល់ផ្ទះគាត់ប្រាប់ម៉ែពុករបស់គាត់ម៉ែពុកម្ដាយក្មេករបស់គាត់ហ្នឹងប្រាប់ឲ្យម៉ែពុកម្ដាយក្មេករបស់គាត់ហ្នឹងក៏បានអុជធូបឲ្យប្រោះព្រំទៅដល់លោកភាពនិងប្រពន្ធរបស់គាត់តិចតួចជាងតពីព្រោះអីឪពុករបស់គាត់ឪពុកក្មេកហ្នឹងគាត់ធ្លាប់បួសគាត់ចេះថតតិចតួចចឹងគាត់ប្រោះព្រំនេះគាត់រៀនសាលាខ្លួនតាមតិចតួចហើយគាត់ក៏អុជធូបនិយាយថាស្អែកនេះចាំខ្ញុំយកពុទ្ធសាសនាហើយក៏មានថែមចេកអុយទៀតណាលុះដល់ស្អែកដែរគាត់បានយកចេកហ្នឹងហើយនឹងពុទ្ធប្រហែលជា10-20ផ្លែដែលស្ងោរឆ្អិនរួចហ្នឹងយកទៅថ្វាយទៅដល់ដើមស្វាយដាក់ខ្សែនឹងណាហើយគាត់ក៏សុំកម្មាទោសហើយរឿងរ៉ាវរបស់គាត់ហ្នឹងក៏បានចប់ត្រឹមនឹងដែរមិនដែរបងប្អូនសម្រាប់រឿងរ៉ាវមួយនេះវាជាសាច់រឿងទី1ក្នុងការធ្វើវីដេអូដំបូងហើយក៏ជាអេពីសូតដំបូងរបស់ខ្ញុំដែរខ្ញុំបាទ
អ្នកត្រាសូមបញ្ចប់សាច់រឿងទី1ត្រឹមនេះចុះហើយសង្ឃឹមថាបងប្អូនបានស្ដាប់ហើយកុំភ្លេចជួយ Subscribe ដាក់សញ្ញាកណ្ដឹងដើម្បីទទួលបាននូវសាច់រឿងថ្មីនិងវីដេអូអេពីសូតទី2ដើម្បីស្ដាប់កំសាន្តខ្ញុំបាទសូមអរគុណនិងជម្រាបលា